ប្រជាជននៅក្នុងទីក្រុងនេះមិនដែលចេញទៅធ្វើការទេប៉ុន្តែផ្ទះនីមួយសុទ្ធតែមានមហាសេដ្ឋីអ្វីដែលធ្វើឲ្យពួកគេមានសុភមង្គលបំផុតជារៀងរាល់ថ្ងៃគឺការអង្គុយនៅផ្ទះរាប់លុយរាល់យប់ហេតុផលសម្រាប់រឿងនេះគឺដោយសារតែនៅលើភ្នំនៅពីក្រោយទីក្រុងរបស់ពួកគេមានក្រដាសប្រាក់យ៉ាងច្រើនរៀងរាល់ព្រឹកនៅពេលដែលមេឃភ្លឺអ្នកភូមិនឹងយកកន្ត្រកឫស្សីឡើងលើភ្នំដើម្បីរើសលុយមួយសន្ទុះក្រោយមកទីក្រុងលែងក្រីក៏ទៀតហើយសូម្បីតែអ្នកសុំទានពីអតីតកាលក៏មានវិឡាសម្រាប់រស់នៅនិងរៀបការជាមួយប្រពន្ធដ៏ស្រស់ស្អាតដែរដូច្នេះសំណួរគឺថាតើលុយនេះមកពីណាហេតុអ្វីបានជាគ្មាននរណាម្នាក់មកគ្រប់គ្រងវាបង្ហាញថាកន្លះខែមុនបុរសវ័យក្មេងក្រីក្រម្នាក់នៅក្នុងភូមិគាត់បានឡើងលើភ្នំខាងក្រោយដើម្បីកាប់ឈើពេលគាត់ទើបតែឡើងដល់កំពូលភ្នំគាត់បានឃើញក្រដាសពីរបីសន្លឹកនៅពីមុខគាត់ដែលមើលទៅដូចជាលុយគាត់រើសមួយសន្លឹកយ៉ាងស្រួលដើម្បីមើលវាដំបងឡើយគាត់គិតថាវាជាលុយដ៏មានតម្លៃដូច្នេះគាត់មិនបានគិតអំពីវាទេហើយបោះវាចោលភ្លាមប៉ុន្តែមិនយូរប៉ុន្មានគាត់ក៏ដឹងថាមានអ្វីមួយខុសប្រក្រតីពេលក្រឡេកមើលទៅទូទាំងភ្នំគាត់បានរកឃើញថាភ្នំទាំងមូលពោពេញទៅដោយលុយនៅពេលនេះយុវជននោះមិនអាចស្ងប់ចិត្តបានទៀតទេតើអ្នកណានឹងរកឃើញលុយដ៏មានតម្លៃច្រើនយ៉ាងនេះនៅលើភ្នំនេះច្បាស់ជាមិនសមហេតុផលដូច្នេះគាត់ក៏ប្រញាប់រើសក្រដាសមួយទៀតដើម្បីមើលវាដោយប្រុងប្រយ័ត្នបន្ទាប់ពីមួយរយៈទីបំផុតគាត់បានរកឃើញអ្វីដែលមិនធម្មតាវាជាលុយនេះជាលុយពិតទោះបីជាគាត់មិនដែលឃើញលុយប្រភេទនេះពីមុនមកក៏ដោយក៏គាត់លែងខ្វល់ទៀតហើយគាត់ដោះអាវចេញភ្លាមហើយប្រញាប់ទៅយកលុយដូចឆ្កែឆ្កួតមិនយូរប៉ុន្មានគាត់បានប្រមូលលុយបាន2ថង់ពេញបន្ទាប់មកគាត់យកលុយនេះទៅហាងលក់អង្ករដើម្បីទិញអង្ករប៉ុន្តែម្ចាស់ហាងលក់អង្ករមិនដែលឃើញលុយប្រភេទនេះទេគាត់អាចណែនាំគាត់ឲ្យទៅស្រុកដើម្បីសាកល្បងវាដូច្នេះយុវជននោះយកលុយនេះទៅស្រុកគាត់ទៅហាងលក់ស្រាដ៏ប្រណីតមួយបន្ទាប់ពីផឹកពេញហើយគាត់មានគម្រោងប្រើលុយដែលគាត់រើសបានដើម្បីព្យាយាមបង់ប្រាក់ឲ្យអ្នករត់តុពីកើតបត្រមកទីនេះសរុប80កាក់នេះគឺជាកាក់ខ្វាន់ Camphine 500ដុងមិនអាចប្រើបានទេមិនអីទេប៉ុន្តែប្រសិនបើអ្នកប្រើលុយនេះតើអ្នកមិនចំអកហាងតូចរបស់យើងទេហេតុអ្វីបានជាអ្នកឃើញហាងរបស់យើងគ្រាន់តែជាអាជីវកម្មដូចមួយតើអ្នកអាចសងប្រាក់យ៉ាងច្រើនបែបនេះដោយរបៀបណានៅទីនោះមានធនាគារមួយអ្នកយកកាក់ខ្វាន់ Camphine នេះទៅបញ្ចុះហើយបដូរវាទៅជាលុយសមុទ្រមិនអីទេដូច្នេះយុវជននោះបានសម្រេចចិត្តទៅធនាគារដើម្បីបដូរប្រាក់ទៅជាលុយសមុទ្រប៉ុន្តែពេលគាត់ទៅដល់ទ្វារគាត់ត្រូវបានឆ្មាំសន្តិសុខបញ្ឈប់ខ្ញុំបានមកបដូរប្រាក់នៅទីនេះដែលជាកន្លែងដែលអ្នកអាចចូលទៅក្នុងសែលទៅកន្លែងផ្សេងបានខណៈពេលដែលយុវជននោះមិនដឹងថាត្រូវធ្វើអ្វីហេតុអ្វីបានជាគាត់ស្រាប់តែដឹងថាមនុស្សទាំងអស់រ៉ាពេលចូលទៅក្នុងធនាគារមនុស្សគ្រប់គ្នាស្លៀកឈុតប្រណិតដូច្នេះគាត់ក៏ធ្វើត្រាប់តាមហើយទៅទិញមួយឈុតសម្រាប់ខ្លួនឯងគាត់បានឲ្យសម្លៀកបំពាក់សមរម្យមួយឈុតដល់ខ្លួនឯងលើកនេះសន្តិសុខមិនបានបញ្ឈប់គាត់ទេពេលគាត់ចូលទៅក្នុងបន្ទប់ទទួលភ្ញៀវគាត់បានជ្រើសរើសបញ្ចូលប្រតិបត្តិការដោយចៃដន្យតើខ្ញុំអាចបដូរប្រាក់ចំនួននេះទៅមហាសមុទ្របានទេតើខ្ញុំអាចបដូរវាបានទេក្នុងអត្រាប៉ុន្មានកាក់មាស10ដុងអាចបដូរបាន1ដុងនៅក្នុងមហាសមុទ្រអូខ្ញុំអាចបដូរវាបានទាំងអស់ប្រាក់ច្រើនណាស់ហេតុអ្វីមន្ត្រីប្រតិបត្តិការឃើញថាគាត់ជាអតិថិជនធំម្នាក់ហើយប្រញាប់ណែនាំគាត់ទៅនាយកធនាគារនាយកក៏គិតថាយុវជននោះជាចៅហ្វាយនីវ័យក្មេងដ៏មានម្នាក់ដើម្បីបង្កើតទំនាក់ទំនងជាមួយគាត់បានបញ្ជូនគាត់ជាពិសេសឡានមួយបានដឹកក្មេងប្រុសនោះទៅផ្ទះហើយភ្លាមនោះក្មេងប្រុសនោះបានក្លាយជាបុរសមានបំផុតនៅក្នុងទីក្រុងគាត់មិនត្រឹមតែទិញវីឡាមួយប៉ុណ្ណោះទេថែមទាំងបានរៀបការជាមួយប្រពន្ធដ៏ស្រស់ស្អាតម្នាក់ទៀតផងប៉ុន្តែរឿងនេះបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកក្រុងយ៉ាងឆាប់រហ័សមនុស្សមិនអាចយល់បានថាហេតុអ្វីបានជាបុរសម្នាក់នេះស្រាប់តែក្លាយជាអ្នកមានយ៉ាងនេះទេរហូតដល់ថ្ងៃមួយអ្នកភូមិម្នាក់បានរកឃើញដោយចៃដន្យថាបុរសម្នាក់នេះតែងតែរត់ឡើងលើភ្នំដោយលួចលាក់ដូច្នេះគាត់ក៏សម្រេចចិត្តលួចរត់ចេញយោងតាមរឿងនោះអាកំបាំងនៃលុយនៅលើភ្នំរើបានរកឃើញដោយមនុស្សទាំងអស់នៅក្នុងទីក្រុងមិនយូរប៉ុន្មានអ្នកភូមិទាំងអស់បានយកកន្ត្រកឫស្សីឡើងលើភ្នំដើម្បីរើសលុយលឿនណាស់គ្រប់គ្នាក្នុងក្រុងខ្លាយជាសេដ្ឋីគ្រប់គ្នាបានជ្រួតជ្រាបក្នុងភាពរីករាយនៃទ្រព្យសម្បត្តិប៉ុន្តែគ្មាននរណាម្នាក់គិតថាលុយនេះនឹងនាំឲ្យពួកគេជួបគ្រោះមហន្តរាយដ៏គួរឲ្យភ័យខ្លាចនោះទេ